ជំរាបសួរបងប្អូនទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយដោយថ្ងៃនេះខ្ញុំនឹងអាប់ដេតអំពីស្ថានភាពនៃជួរមុខនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមកជម្រាបជូនបងប្អូនទាំងអស់គ្នាបន្តទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាគឺប្រហែលជាចង់ដឹងហើយថាតើស្ថានភាពថ្មីនេះរវាងប្រទេសទាំងពីរហ្នឹងណាគឺមានរឿងអ្វីកើតឡើងខ្លះអញ្ចឹងដើម្បីចំណេញច្បាស់ខ្ញុំនឹងអានអត្ថបទនៅត្រង់ជាមួយនឹងជូននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែនគឺបានជោគជ័យនៅក្នុងការកំទេចប្រព័ន្ធការពារដែនការទំនើបរបស់រុស្ស៊ីរួមមាន S300 ហើយនិង S400 ជាច្រើនគ្រឿងនៅតាមព្រំដែនហើយនឹងក្នុងតំបន់គ្រីមៀផងដែរការដកចង្កូមរបស់រុស្ស៊ីនេះគឺបានបើកផ្លូវឲ្យយន្តហោះចម្បាំង F16 ហើយនឹងដ្រូននៅរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនគឺអាចវាប្រហារចំគោលដៅយោធាជ្រៅទុកក្នុងទឹកដីរបស់រុស្ស៊ីបានយ៉ាងងាយស្រួលបំផុតបញ្ចាំបងប្អូនទាំងអស់គ្នាអញ្ចឹងនៅថ្ងៃនេះយើងមានដំណឹងល្អពីសមរភូមិរវាងរុស្ស៊ីនិងអ៊ុយក្រែនណាអញ្ចឹងនៅខណៈពេលនេះអ៊ុយក្រែននឹងគឺគេឈប់លេងក្បាច់រងចាំឲ្យគេវាយទៀតហើយអញ្ចឹងគឺពួកគេគឺកំពុងតែដកចង្កូមខ្លារបស់រុស្ស៊ីម្ដងមួយដែលប្រព័ន្ធ S400 ដែលរុស្ស៊ីអួតថាខ្លាំងពូកែនឹងឥឡូវនេះគឺត្រូវមីស៊ីលរបស់អ៊ុយក្រែនបាញ់កំទេចដូចជាគុនក្មេងលេងប៉ាហ៊ីអញ្ចឹងដែរអញ្ចឹងយើងសួរថាហេតុអ្វីបានជាការវាយប្រហារលើប្រព័ន្ធការពារដែនអាកាសនេះសំខាន់ម្ល៉េះអញ្ចឹងមូលហេតុដែលសំខាន់គឺព្រោះថាវានឹងគឺដូចជាការបិទភ្នែកហើយនឹងកាត់ដៃរបស់រុស្ស៊ីចោលដូច្នោះឯងអញ្ចឹងនៅពេលដែលរុស្ស៊ីនឹងអត់មានរ៉ាដាការពារមេឃអ៊ុយក្រែនគឺចង់បញ្ជូន F16 ឬក៏ដ្រូនទៅទម្លាក់គ្រាប់បែកនៅកន្លែងណាក៏បានដែរអញ្ចឹងនៅខណៈពេលនេះមេឃនៅតំបន់ព្រំដែនណាគឺអ៊ុយក្រែនជាអ្នកគ្រប់គ្រងមិនមែនរុស្ស៊ីទៀននោះទេអញ្ចឹងនេះហើយវាគឺជាព្រៀបខ្លាំងទី1ដែលធ្វើឲ្យរុស្ស៊ីនឹងគឺចាប់ផ្ដើមភ័យខ្លួនហើយយើងបន្តអត្ថបទយើងទៀតអ៊ុយក្រែនគឺបានប្រើប្រាស់នៅមីស៊ីលនឹបទូនចំនួនថ្មីហើយនឹងដ្រូនអត្តឃាតវាប្រហារចំឃ្លាំងប្រេងហើយនឹងឃ្លាំងក្រូដុំសៀវធំនៅក្នុងខេត្ត Belgorod ព្រីយ៉ានហើយនឹងតំបន់គូបការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺបានធ្វើឲ្យកងទ័ពនៅជួរមុខរបស់រុស្ស៊ីគឺខ្វះខាតសាំងសម្រាប់រថក្រោះហើយនឹងខ្វះខាតគ្រាប់សម្រាប់កំភ្លើងធំដែលបានបង្ខំឲ្យពួកគេគឺត្រូវតែដកថយពីតំបន់សំខាន់បានចាំបងប្អូនទាំងអស់គ្នានឹងចាំអត្ថបទនៅត្រង់ជាមួយនឹងគេចាំនិយាយពីអីខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នាសាកតែមើលទោះបីជារុស្ស៊ីណាមានរថក្រោះរាប់ពាន់គ្រឿងក៏ធ្វើអ្វីមិនកើតនោះដែរនៅខណៈនេះបើសិនជាគ្មានសង្ចាក់ពូវាអញ្ចឹងអ៊ុយក្រែននៅខណៈនេះគេមិនទៅច្បាំងទល់មុខជាមួយនឹងរថក្រោះរបស់រុស្ស៊ីនោះទេពីព្រោះថារថក្រោះរបស់រុស្ស៊ីគឺមានចំនួនច្រើនណាស់បងប្អូនទាំងអស់គ្នាហើយកងទ័ពក៏ច្រើនផងដែរអញ្ចឹងបើសិនជាការវាយប្រហារគ្នាចំមុខផ្ទាល់អញ្ចឹងច្បាស់ណាស់គឺពិបាកនៅក្នុងការមានព្រៀបទៅលើកងទ័ពរបស់រុស្ស៊ីក៏ប៉ុន្តែអ៊ុយក្រែននឹងគឺគេបានប្រើនូវវិធីសាស្ត្រមួយគឺលួចដុតឃ្លាំងសាំងហើយនឹងដេប៉ូគ្រាប់របស់រុស្ស៊ីចោលតែម្ដងនៅពីក្រោយខ្នងរបស់រុស្ស៊ីណាអញ្ចឹងនៅពេលដែលឃ្លាំងសាំងនៅតំបន់ព្រីយ៉ានហើយនឹងតំបន់ Belgorod នឹងគឺត្រូវឆេះខ្ទេចអញ្ចឹងបាល់ទាត់របស់រុស្ស៊ីនៅជួរមុខគឺចាប់ផ្ដើមដាច់បាយហើយនៅខណៈនេះអញ្ចឹងរថក្រោះបានក្លាយទៅជាដុំដៃកំពេចកំពកដែលគ្មានប្រយោជន៍អ្វីទាល់តែសោះពីព្រោះថាបើកទៅមុខគឺមិនរួចនោះទេដោយសារតែគ្មានសាំងណាអញ្ចឹងនេះហើយវាគឺជាយុទ្ធសាស្ត្រហ៊ីយោបតូចឆ្នេះធំអញ្ចឹងអ៊ុយក្រែននឹងគឺគេបានប្រើគ្រាប់មីស៊ីលតែប៉ុន្មានគ្រាប់តែប៉ុណ្ណោះដើម្បីកំទេចនៅឃ្លាំងប្រេងរបស់រុស្ស៊ីក៏ប៉ុន្តែពួកគេនឹងគឺអាចធ្វើឲ្យកងទ័ពរបស់រុស្ស៊ីរាប់ម៉ឺននាក់ត្រូវគាំងដំណើរការនៅសមរភូមិជួរមុខអញ្ចឹងនេះហើយគឺជាមូលហេតុដែលយើងឃើញថារុស្ស៊ីនឹងគឺចាប់ផ្ដើមបាត់បង់ទឹកដីបន្តិចម្ដងនៅតាមតំបន់នៅជួរមុខអញ្ចឹងទឹកដីដែលរុស្ស៊ីដណ្ដើមបានណាគឺអ៊ុយក្រែនអាចយកមកវិញបន្តិចម្ដងហើយអញ្ចឹងចំណុចនេះគឺមានតែប៉ុណ្្នឹងឯងយើងបន្តទៅទៀតទោះបីជាគ្មានកងទ័ពជើងទឹកធំក៏ប៉ុន្តែអ៊ុយក្រែនគឺបានបង្ខំឲ្យកងនាវានៅសមុទ្រខ្មៅរបស់រុស្ស៊ីគឺត្រូវដកថយចេញពីតំបន់គ្រីមៀទៅកាន់កំពង់ផែ Novorossiysk ដែលនៅឆ្ងាយតាមរយៈការប្រើប្រាស់នៅដ្រូនសមុទ្រ Makura V5 អ៊ុយក្រែនគឺបានបើកមួយច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិឡើងវិញហើយនឹងការកាត់ផ្តាច់ការផ្គត់ផ្គង់តាមផ្លូវទឹករបស់រុស្ស៊ីមកកាន់សមរភូមិភាគខាងត្បូងបានចាំបងប្អូនទាំងអស់គ្នានេះគឺជារឿងដែលពិភពលោកនឹងគឺសរសើរបំផុតណាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងអត់អ៊ុយក្រែននឹងគឺគ្មាននាវាចម្បាំងសូម្បីតែមួយគ្រឿងក៏ប៉ុន្តែពួកគេនឹងគឺអាចវាឲ្យកងនាវាដ៏ខ្លាំងពូកែរបស់រុស្ស៊ីនឹងឲ្យរត់ចោលស្រុកបានអញ្ចឹងយើងសួរថាមូលហេតុអីមូលហេតុគឺអ៊ុយក្រែនគឺបានប្រើប្រាស់នៅដ្រូនសមុទ្រគឺជាដ្រូនសមុទ្រដែលមានឈ្មោះថា Makura V5 ដែលវានឹងគឺមានតម្លៃថោកក៏ប៉ុន្តែអាចហោះបានលឿននិងផ្ទុកនៅគ្រឿងផ្ទុះបានច្រើនផងដែរអញ្ចឹងដ្រូនទឹកប្រភេទហ្នឹងគឺវាអាចជ្រមុជនៅក្នុងទឹកបានណាបងប្អូនទាំងអស់គ្នាគឺវាជ្រមុជនៅក្នុងទឹកដូចត្រីដូច្នោះដែរអញ្ចឹងនៅពេលយប់វាគឺបានលបទៅបុកជាមួយនឹងនាវាចម្បាំងរបស់រុស្ស៊ីតម្លៃរាប់រយលានដុល្លារឲ្យលិចដល់បាតសមុទ្រអញ្ចឹងឥឡូវនេះនាវាចម្បាំងរបស់រុស្ស៊ីគឺមិនហ៊ាននៅក្បែរឆ្នេរអ៊ុយក្រែនទៀតនោះទេអញ្ចឹងពួកគេនឹងគឺបានរត់ទៅពួននៅជ្រុងម្ខាងទៀតនៃសមុទ្រខ្មៅបាត់ទៅហើយអញ្ចឹងនៅត្រង់ជាមួយនេះគឺមានន័យថាអ៊ុយក្រែននឹងគឺអាចនាំចេញស្រូវសាឡី
ទៅលក់នៅក្រៅប្រទេសបានណាបងប្អូនទាំងអស់គ្នាដែលអាចយកលុយនឹងមកទិញអាវុធថែមទៀតហើយមិនត្រឹមតែប៉ុណ្ណោះនោះទេពួកគេនឹងគឺថែមទាំងបានកាត់ផ្តាច់នឹងផ្លូវដឹកជញ្ជូនរបស់កងទ័ពរុស្ស៊ីមកតំបន់គ្រីមៀថែមទៀតផងអញ្ចឹងនេះវាគឺជាចំណុចជ័យជំនះផ្នែកយុទ្ធសាស្ត្រដ៏ធំធេងបំផុតសម្រាប់កងទ័ពរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ីណាដែលយើងនឹកស្មានមិនដល់តតែសោះយើងបន្តអត្ថបទយើងទៀតដោយអត្ថបទចុងក្រោយនេះគឺនិយាយអំពីស្មារតីកងទ័ពហើយនិងបច្ចេកវិទ្យាបញ្ជាការបញ្ចុះមួយទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតើស្មារតីកងទ័ពនឹងវាពាក់ព័ន្ធអីទៅនឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅខណៈនេះហើយនឹងបច្ចេកវិទ្យាបញ្ជាការនឹងឥឡូវនេះគេមានបច្ចេកវិទ្យាបែបណានៅក្នុងការបញ្ជាទៅកាន់កូនទាហានអញ្ចឹងដើម្បីចំណេញច្បាស់ខ្ញុំនឹងអានអត្ថបទនៅត្រង់ចំណុចនឹងជូនអ៊ុយក្រែនគឺមានប្រៀបខាងព័ត៌មានវិទ្យាតាមរយៈប្រព័ន្ធ Delta ដែលបានអនុញ្ញាតឲ្យមេបញ្ជាការគឺមើលឃើញទីតាំងរបស់សត្រូវភាពរហ័សរហួននៅក្នុងការសម្រេចចិត្តហើយនឹងស្មារតីស៊ូស្លាប់របស់ទាហានអ៊ុយក្រែនដែលបានការពារទឹកដីរបស់ខ្លួនឯងវាគឺជាកត្តាគន្លឹះដែលបានធ្វើឲ្យពួកគេអាចទប់ទល់ទៅនឹងការវាយបកទៅលើកងទ័ពរបស់រុស្ស៊ីដែលមានចំនួនច្រើនជាងបញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាចំណុចមួយដែលយើងនិយាយអំពីស្មារតីរបស់កងទ័ពអ៊ុយក្រែនហើយនឹងបច្ចេកវិទ្យាបញ្ជាការអញ្ចឹងអ៊ុយក្រែននៅខណៈនេះពួកគេបានប្រើនៅព័ត៌មានវិទ្យាតាមរយៈប្រព័ន្ធ Delta ដែលបានអនុញ្ញាតឲ្យមេបញ្ជាការនឹងគឺមើលឃើញទីតាំងរបស់សត្រូវជាក់ស្ដែងតែម្ដងអញ្ចឹងនៅត្រង់ចំណុចនេះហើយវាគឺជាចំណុចវិជ្ជមានមួយដែលបានធ្វើឲ្យមេបញ្ជាការនឹងគឺមានភាពរហ័សរហួននៅក្នុងការសម្រេចចិត្តនៅក្នុងការបញ្ជាកងទ័ពណាអញ្ចឹងបើសិនជាគាត់នឹងគឺដឹងថាតើទីតាំងរបស់សត្រូវនៅត្រង់ចំណុចណានៅត្រង់ចំណុចណាអញ្ចឹងគឺគាត់នឹងគឺអាចរៀបចំផែនការនៅក្នុងការវាយប្រហារឬក៏ផែនការនៅក្នុងការទប់ទល់បានយ៉ាងច្បាស់លាស់បំផុតអញ្ចឹងដោយសារតែភាពរហ័សរហួននៅក្នុងការសម្រេចចិត្តណាបងប្អូនទាំងអស់គ្នាពីសំណាក់មេទ័ពអ៊ុយក្រែនបញ្ជាទៅកាន់កូនទាហាននឹងអញ្ចឹងទាហានរបស់អ៊ុយក្រែននៅខណៈនេះពួកគេគឺមានស្មារតីកាន់តែខ្លាំងឡើងនៅក្នុងការស៊ូស្លាប់ដើម្បីការពារទឹកដីរបស់ពួកគេអញ្ចឹងនេះវាគឺជាកត្តាគន្លឹះដែលបានធ្វើឲ្យពួកគេនឹងគឺអាចទប់ទល់ទៅនឹងការវាយបកលើកងទ័ពរបស់រុស្ស៊ីណាបងប្អូនទាំងអស់គ្នាដែលខ្លួននឹងគឺមានកម្លាំងតិចជាងរុស្ស៊ីទៅទៀតអញ្ចឹងសម្រាប់អត្ថបទមួយចុងក្រោយនេះបងប្អូនទាំងអស់គ្នាគឺត្រូវដឹងថាសង្គ្រាមគឺមិនមែនឈ្នះតែលើអាវុធនោះទេក៏ប៉ុន្តែគឺឈ្នះទៅលើខួរក្បាលហើយនឹងទឹកចិត្តរបស់ទាហានផងដែរអញ្ចឹងអ៊ុយក្រែនគេបានប្រើនៅប្រព័ន្ធ Delta អញ្ចឹងវានឹងគឺដូចជាផែនទីនៅក្នុងហ្គេមណាបងប្អូនទាំងអស់គ្នាដែលមេទ័ពរបស់អ៊ុយក្រែននឹងគឺពួកគេបានដឹងអស់ថាតើរថក្រោះរបស់រុស្ស៊ីនៅត្រង់ចំណុចណាកងទ័ពរបស់រុស្ស៊ីកំពុងតែដើរទៅទិសដៅខាងណាអញ្ចឹងយើងសួរថាតើប្រព័ន្ធ Delta នឹងគឺប្រើទៅលើអ្វីខ្លះអញ្ចឹងប្រព័ន្ធ Delta នឹងគឺប្រើតាមរយៈផ្កាយរណប Starlink របស់លោក Elon Musk ណាហើយនឹង drone ស៊ើបការផងដែរអញ្ចឹងស្របពេលដែលរុស្ស៊ីនឹងគឺប្រើការបញ្ជាតាមបែបបុរាណយឺតយ៉ាវអញ្ចឹងអ៊ុយក្រែនគេបានបញ្ជាតាមកងទ័ពថៃបាឡេតហើយនឹងអ៊ីនធឺណិតល្បឿនលឿនអញ្ចឹងនៅត្រង់ចំណុចនេះហើយចង់ឬក៏មិនចង់ប្រៀបគឺនៅខាងអ៊ុយក្រែនបន្តិចហើយអញ្ចឹងបើសិនជារុស្ស៊ីមិនអាប់ដេតទៅលើប្រព័ន្ធ Data របស់ខ្លួននៅក្នុងការបញ្ជាទ័ពទេវាអាចនឹងពិបាកបន្តិចបញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងនៅខណៈពេលនេះអ៊ុយក្រែនមានប្រៀបបន្តិចទៅលើទឹកហើយនឹងខាងបច្ចេកវិទ្យាហើយនឹងលើមេឃទៀតផងអញ្ចឹងរុស្ស៊ីនៅឥឡូវនេះពួកគេនឹងគឺដូចជាយៈខ្វាក់ភ្នែកណាបងប្អូនទាំងអស់គ្នាដែលពួកគេនឹងគឺពូកែតែខាងប្រើកម្លាំងបាយតែប៉ុណ្ណោះឯងក៏ប៉ុន្តែពួកគេនឹងគឺរកគោលដៅមិនឃើញនោះទេអញ្ចឹងតើបងប្អូនទាំងអស់គ្នាគិតថាយុទ្ធសាស្ត្រនៃការកាត់កម្លាំងយៈរបស់អ៊ុយក្រែននេះគឺនឹងអាចបណ្ដេញរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែនទាំងស្រុងនៅឆ្នាំ2026នេះឬក៏យ៉ាងណាអញ្ចឹងចម្លើយរបស់ខ្ញុំវាអាចនឹងពិបាកបន្តិចណាពីព្រោះថារុស្ស៊ីគេនៅតែមានកម្លាំងកងទ័ពច្រើនពួកគេនឹងគឺនៅតែមានសមត្ថភាពនៅក្នុងការកែនកងទ័ពនឹងមកច្បាំងបន្តទៅទៀតអញ្ចឹងអត្ថបទរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់យើងក៏សូមបញ្ចប់តែត្រឹមនឹងចុះអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជាចុងក្រោយបើសិនជាមើលចប់ហើយសូមកុំភ្លេចជួយ like និង subscribe ខ្ញុំបានម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នាបើសិនជាមានស្ថានភាពអ្វីវិវត្តថ្មីខ្ញុំនឹងរាយការណ៍ជូនដល់អ្នកទាំងអស់គ្នាបន្តទៀតជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ